សួស្តីបងប្អូនអ្នកគ្នានេះគឺជាសកម្មភាពទៅស្ទូចត្រីនៅឯអ្នកគ្នាតន័យពីការងារក៏បានស្លៀកពេលទៅស្ទូចត្រីអញ្ចឹងទៅហើយបងប្អូនដែលចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយចុច Subscribe ជួយចុចសញ្ញាកណ្ដឹងខ្ញុំអ្នកមួយផងនៅឯអ្នកគ្នាដើម្បីមានវីដេអូខ្ញុំថ្មីជូនដល់អ្នកគ្នាទៀតអញ្ចឹងណាអ្នកគ្នានេះគឺជាសកម្មភាពពេលដាក់នុយនៅឯអ្នកគ្នានុយចលែនអញ្ចឹងណាដល់ពេលអត់ហ៊ានកាន់អញ្ចឹងទៅក៏យកថងច្រកក៏យកកន្ត្រៃមកកាត់អីចឹងទៅអត់ហ៊ានបាច់នឹងដៃទេនៅអ្នកគ្នាពួកអីរៀងឲ្យញើសដែរចឹងណានេះគឺជាក្មួយមានប្អូនមានអីចឹងទៅដល់ពេលមកទទួលត្រីនេះអ្នកគ្នាសង្ឃឹមថាបានខ្លះកុំតែសំបីតែមួយក៏គ្មានដែរអ្នកគ្នាពួកអីស្ទូចវាអត់ស៊ីអញ្ចឹងណាពួកអីមានអ្នកមកស្ទូចដែរតែដល់ពេលដឹងគេស្ទូចនុយអីតែនៅនេះគេអត់លក់នុយអ្នកគ្នាមានតែនុយចលែនយើងណាតែស្ទូចវាអត់ស៊ីនៅឯដល់ពេលអញ្ចឹងដឹងធ្វើមិនក៏បលែងវាចោលអញ្ចឹងតើនៅឯអ្នកគ្នាគឺកន្លែងស្ទូចតំណោមែនតែអត់មានត្រីអញ្ចឹងណាបងប្អូនអ្នកគ្នាហើយអធិស្ឋានផងនៅបងប្អូនអ្នកគ្នាសលេងខ្ញុំគឺដាស់សារដោយសារមកវាទួចត្រីវិញគឺត្រូវភ្លៀងនៅអ្នកគ្នាត្រូវភ្លាមសំមិញពួកអីវីដេអូនោះទៅវាមិនសមមិញតែខ្ញុំទុំបញ្ចូលសំឡេងថ្ងៃហ្នឹងចឹងណាបងប្អូនអ្នកគ្នាហើយមកថ្ងៃនេះគឺមកគ្រូសាមកអ្នកគ្នាមកលក្ខណៈគ្រូសាតែមកហ្នឹងសង្ឃឹមថាបានត្រីយកទៅផ្ទះកុំតែអត់បានទេអ្នកគ្នានេះគឺចាប់ផ្ដើមរៀបចំទៅផ្ទះវិញហើយសារអត់មានចឹងណាអ្នកគ្នាឥឡូវគឺចាប់ផ្ដើមរៀបចំទៅផ្ទះវិញហើយតែបងប្អូនចាំជួបគ្នានៅវីដេអូក្រោយបាយបាយ